ជំរាបសួរប្រិមិត្តទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនត្រកាលដែលកំពុងតែប្រើប្រាស់ System POS មួយឈ្មោះថា TO ថ្ងៃនេះយើងខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការ upload មុខទំនិញតាមរយៈនៃ master file ដែល platform វាជាប្រភេទ Excel ដំបូងឡើយខ្ញុំសូមឲ្យអតិថិជនទាំងអស់គឺផ្ដោតអារម្មណ៍ខ្លាំងទៅលើ shift មួយឈ្មោះថា item master នៅក្នុង item master នេះគឺជាកន្លែងមួយគឺតារាង table មួយដើម្បីអនុញ្ញាតឲ្យអតិថិជនទាំងអស់ក្នុងការបញ្ចូលរាល់មុខទំនិញទាំងអស់ក្នុងពេលតែមួយនៅក្នុងនេះគឺយើងមាន highlight ពណ៌ក្រហមដែលវាជាការចាំបាច់ជាទីបំផុតដែលយើងត្រូវតែបំពេញអញ្ចឹងដំបូងឡើយយើងចាប់ផ្ដើមមើលទៅលើ item code item code នេះគឺជាប្រភេទ code number មួយជា switch number មួយដែលជា auto generate ពី system តែបើសិនជាអតិថិជនទាំងអស់គ្នាមានលេខសម្គាល់ខ្លួនឯងអញ្ចឹងយើងអាចបញ្ចូលទៅក្នុងនេះបានចំណែក barcode គឺជាប្រភេទមួយដែលអនុញ្ញាតឲ្យយើងប្រើ scan ដើម្បីចាប់យកអីវ៉ាន់យកមកលក់បានរហ័ស barcode នេះទៀតសោតគឺយើងប្រើជាមួយនឹង barcode scanner ដើម្បីចាប់អីវ៉ាន់ហើយអតិថិជនទាំងអស់គឺតម្រូវឲ្យមានឬក៏បង្កើត barcode នេះ barcode កន្លែងនេះគឺយើងអាចយក barcode លេខកូដដែលចេញមកពីរោងចក្រផលិតផលគឺចេញពីរោងចក្រផ្ទាល់យកមកចម្លងចូលនៅក្នុងកន្លែងនេះក៏បានដែរបើសិននៅក្នុងករណីមុខទំនិញណាដែលអតិថិជនមិនមានឬលេខ barcode នោះមកពីរោងចក្រទេឧទាហរណ៍ដូចជាបន្លែត្រីសាច់អញ្ចឹងតម្រូវឲ្យអតិថិជនគឺបង្កើតលេខកូដដោយខ្លួនឯងដើម្បីដាក់បញ្ចូលទៅក្នុងតារាង barcode នេះចំណែកឯតកតងជាមួយនឹង description គឺបរិយាយតកតងជាមួយនឹងមុខទំនិញសំដៅទៅលើឈ្មោះរបស់មុខទំនិញក៏ត្រង់កន្លែងនេះយើងអាចបញ្ចូលជាភាសាអង់គ្លេសក៏បានជាភាសាខ្មែរក៏បានចំណែកឯពណ៌នាទី2ក៏មិនចាំបាច់បញ្ចូលទេក៏ប៉ុន្តែបើសិនជាអតិថិជនចង់បញ្ចូលបានដូចគ្នាឧទាហរណ៍ថាយើងលក់ជាភាសាលក់អីវ៉ាន់ជាភាសាអង់គ្លេសប៉ុន្តែកន្លែងនេះយើងអាចបន្ថែមជាអក្សរខ្មែរផ្ទុយមកវិញបើសិនជាយើងលក់ជាភាសាខ្មែរយើងអាចដាក់មុខទំនិញត្រង់កន្លែងនេះជាភាសាខ្មែរហើយភាសាទី2ឬ description 2យើងអាចថាជាភាសាអង់គ្លេសចំណែកឯ cluster code យើងរក្សាទុកដដែលមិនតម្រូវឲ្យមានការបង្កើតទេអញ្ចឹងចំណុចបន្ទាប់គឺ item type item type នេះបើសិនជាយើង click យកមកកន្លែង comment នេះយើងនឹងមើលឃើញថាមុខទំនិញតើប្រភេទមុខទំនិញជាមុខទំនិញអ្វីអញ្ចឹងឧទាហរណ៍ថាជាមុខទំនិញ stock ជាមុខទំនិញមិនមែន stock non stock ជាមុខទំនិញ serial item service ឬក៏អីផ្សេងចំណែកឯភាពខុសគ្នារវាង stock non stock គឺវាសំដៅទៅលើពឹងផ្អែកទៅលើអាជីវកម្មដែលចង់គ្រប់គ្រងមុខទំនិញនឹងនៅក្នុងឃ្លាំង stock inventory ចំណែកឯ non stock គឺជាប្រភេទមុខទំនិញណាដែលម្ចាស់អាជីវកម្មមិនចង់គ្រប់គ្រងនៅក្នុង stock គឺម្ចាស់អាជីវកម្មផ្ដោតទៅលើគ្រប់គ្រងទៅលើការលក់ឬក៏ហៅថាចំណូលចំណែកឯសេវាកម្មតទៅនឹង service គឺជា item មួយគឺជាប្រភេទទំនិញមួយលក្ខណៈផ្ដល់ជាសេវាកម្មជូនអតិថិជនអញ្ចឹងកន្លែងនេះក៏មិនមែនជាមុខទំនិញមួយដែលយើងគ្រប់គ្រងទៅលើ stock inventory ទេគឺអាជីវកម្មគ្រប់គ្រងតែលើចំណូលអញ្ចឹងតទៅនឹងប្រភេទមុខទំនិញផ្សេងទៀតគឺមិនចាំបាច់បញ្យល់នៅក្នុងការបង្ហាញនេះទេដោយសារតែការប្រើប្រាស់វាផ្អែកទៅលើអាជីវកម្មរៀងៗខ្លួនបន្ទាប់មួយទៀតឈ្មោះថា product line code product line code គឺជាប្រភេទគេហៅថាជាចងមុខទំនិញជាក្រុមអញ្ចឹងនៅកន្លែងនេះវា link ផ្ទាល់ប្រហែលតែយើង click យកកន្លែងណាមួយវានឹងចេញជាលេខរៀងលេខ1អញ្ចឹងទៅប៉ុន្តែអានេះតម្រូវឲ្យអតិថិជនបង្កើតឡើងដោយខ្លួនឯងផ្អែកទៅលើអាជីវកម្មជាក់ស្ដែងអញ្ចឹង product line code នេះគឺលោកអ្នកនាងគឺអតិថិជនត្រូវតែបង្កើតដោយខ្លួនឯងអញ្ចឹងក្នុងការបង្កើតគឺយើងចូលទៅកន្លែង product line នេះបន្ទាប់មកយើងអាចបង្កើតឥឡូវនេះគឺ system default វាបង្កើតតែ
01ជាប្រភេទ soft drink ខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើត02ជាប្រភេទ food ខ្ញុំ format វាជា text សិនអូខេមួយទៀតយើងងាយស្រួលខ្ញុំមិនធ្វើអញ្ចឹងទេខ្ញុំគ្រាន់តែ click លើវាអូសមកឲ្យវាចេញជាលេខរៀងជាលំដាប់អញ្ចឹងខ្ញុំគ្រាន់តែសរសេរ description ថាលេខ2គឺជាប្រភេទfood បានហើយយើងចូលទៅក្នុង item master វិញយើងពេលដែលយើង click បន្តទៀតជាជំរើសវានឹងបង្កើតទៅតាមវាជាចងក្រុមនៃមុខទំនិញមួយមួយបន្ទាប់មកយើង scroll ទៅខាងស្ដាំដៃបន្ថែមទៀតតាក់ទងនឹងកន្លែងនេះយើងមិនបាច់រើសទេហើយបើសិនជា category បើសិនជាមានយើងអាចបង្កើតវាទៀតទៅអញ្ចឹងនៅក្នុងនេះយើងបង្កើតបានតែ2ទេបើតែយើងចង់ដឹងថា1 2វាជាប្រភេទអីយើងចូលកន្លែង category នេះទៅយើងនឹងឃើញប្រភេទមុខទំនិញលេខ1គឺជា beverage លេខ2គឺជា wine ឥឡូវខ្ញុំបង្កើតថាលេខ3គឺជាកាហ្វេដដែលទៅកាហ្វេអូខេអញ្ចឹងពេលដែលខ្ញុំចូលមកក្នុង item master វិញយើង click យក category វានឹងចេញមក3ជាជំរើសអញ្ចឹងបន្ទាប់ទៀតតកតងនឹងកន្លែងនេះmanufacturing code យើងរក្សាទុកដដែល business category code យើង default វាទៅត្រង់ចំណុចកន្លែងនេះគេហៅថា unit of code គេសំដៅទៅលើຂະຫນាតរបស់អីវ៉ាន់អញ្ចឹងនៅក្នុងកន្លែងនេះគឺយើងបានបង្កើតតែចេញពី system តែមួយ code ទេអញ្ចឹងកន្លែងនេះយើងអាចចូលមកកន្លែង unit code យើងអាចបង្កើតបានខ្ញុំឧទាហរណ៍ខ្ញុំបង្កើតថា box អញ្ចឹង description វាជា box ដែរហើយកន្លែងនេះ factor សំដៅលើចំនួនឧទាហរណ៍ថាមួយ box ហ្នឹងតើមានប៉ុន្មានខ្ញុំឧទាហរណ៍ថាbox របស់ beer ចុះអញ្ចឹងកន្លែងនេះវាមាន24អញ្ចឹងយើងដាក់មាន24កំប៉ុងអញ្ចឹងទៅចំណែក roll ដូចគ្នាអញ្ចឹងយើងបង្កើតថែមទៀតមក roll អញ្ចឹងក្នុងមួយ roll ធំហ្នឹងមានប្រមាណខ្ញុំឧទាហរណ៍ថា tissue กระดาษជូតមាត់ក្នុងមួយ roll ធំហ្នឹងវាមាន10អញ្ចឹងនៃกระดาษជូតមាត់ទូចៗជាថង់ទូចៗអញ្ចឹងយើងបង្កើត10ទៅអញ្ចឹងខ្ញុំបង្កើតជាមួយខ្ញុំឧទាហរណ៍ថាPCS សំដៅទៅលើមួយហ្នឹងវាຂະຫນាតមួយអញ្ចឹង PCS អញ្ចឹងកន្លែងនេះយើងដាក់1ទៅអញ្ចឹងទៀតដូចជា can ណាកំប៉ុងអញ្ចឹងយើងដាក់ can ដូចគ្នាអញ្ចឹងកំប៉ុងគឺ1អញ្ចឹងពេលណាយើងបង្កើតຂະຫນាតវារួចហើយពេលដែលយើងចូលកន្លែងត្រឡប់ចូល item master វិញយើង click រកកន្លែងຂະຫນាតរបស់វានឹងចេញជាលក្ខណៈយ៉ាងហ្នឹងអញ្ចឹងខ្ញុំ select យក roll តែបើក្នុងករណី roll ខ្លះមិនមែនមានតែ10ដែលដូចខ្ញុំបានបង្កើតទេ roll ខ្លះវាមិនមែនមានតែ10ទេតែ roll ខ្លះមានរហូតដល់10 20អញ្ចឹងកន្លែងនេះយើងអាចវាយលេខ20ក៏បានដែរអញ្ចឹងយើងអាចកែយើងបន្ថែមកន្លែងនេះក៏បានដែរអញ្ចឹងយើងចុចបន្តទៀតមករហូតទៅដល់យើង highlight ក្រហមទៀតអញ្ចឹងមិន highlight ក្រហមទេយើងទុកដដែលអញ្ចឹងកន្លែងនេះសំខាន់គឺតម្លៃអញ្ចឹងតម្លៃយើងតម្រូវឲ្យបញ្ចូលមុនដូចគ្នាដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើតមិញថា100អញ្ចឹងតម្លៃកន្លែងនេះវាស្មើនឹងទឹកលុយ100ចំណែកខុសយើងអាចបញ្ចូលក៏បានយើងមិនបញ្ចូលក៏បានដែរអញ្ចឹងយើងរួចរាល់ហើយអញ្ចឹងយើងអាចសាកល្បងក្នុងការបង្កើត item អីវ៉ាន់ទូអីវ៉ាន់ថ្មីទៀតខ្ញុំឧទាហរណ៍ថាលេខកូដខ្ញុំឲ្យចេញ switch អញ្ចឹងខ្ញុំគាត់នឹងទាញមកតាក់ទងជាមួយនឹងតាក់ទងជាមួយ barcode ខ្ញុំបង្កើតថា844 2345 67អញ្ចឹងខ្ញុំដាក់ថាកូកាកូឡាអញ្ចឹងវា description ដដែលអានេះ default ដដែលយើងដាក់ default វាកូកាកូឡាខ្ញុំបង្កើតមួយ box អញ្ចឹងកូកា
ការកន្លងមួយបកអញ្ចឹងកន្លែងនេះវាជាប្រភេទខ្ញុំបង្កើតវាជាអីគេអញ្ចឹងខ្ញុំវាជាប្រភេទstock អញ្ចឹងយើងយក select យក I ទៅ in stock ចំណែកឯចងជាក្រុមវាជាក្រុម product line code ក្រុមជាក្រុមអីអញ្ចឹងយើងជ្រើសរើសកន្លែងហ្នឹងអញ្ចឹងបើសិនជាយើងផ្លិចយើងអាចចូលកន្លែង product line វិញមកយើងមើលទៅវាជាប្រភេទ soft string អញ្ចឹងវាជាលេខ1អញ្ចឹងយើងត្រឡប់ទៅ master វិញយើងជ្រើសរើសយកលេខ1ជ្រើសរើសយកលេខ1អញ្ចឹងចំណុចបន្ទាប់ទៀតយើងទាញរហូតទៅដល់កន្លែងខ្នាតតើវាជាប្រភេទអីខ្ញុំយកវាជាប្រភេទ can ដោយសារតែវាជា can ហើយមួយកំប៉ុងអញ្ចឹងប្រភេទវា vector វាមួយ can មួយប៉ុន្តែតម្លៃវាខ្ញុំរើសយកតម្លៃលក់កន្លែងនេះគឺសំដៅទៅលើតម្លៃលក់អញ្ចឹងតម្លៃលក់ខ្ញុំជ្រើសយក$1ជាឧទាហរណ៍អញ្ចឹងតកតងជាមួយនឹងការដែលយើងចុះបញ្ជីមុខទំនិញតាម master file ដែលវាអនុញ្ញាត system អនុញ្ញាតឲ្យយើងបញ្ចូលម្ដងបានច្រើនក្នុងពេលតែមួយអញ្ចឹងជាការបង្ហាញនេះគឺទើបបានបញ្ចប់នៅត្រឹមនេះអរគុណ